រៀបសួរសួស្តីបងប្អូនអ្នកគ្នាចាបងប្អូនអ្នកគ្នាញ៉ាំមកដល់ទៀតហើយចាបាត់មុខយូរនឹងចាក៏មិនទៅណាឆ្ងាយក្រៅពីសម្លម្ជូរទៀតដែរបងប្អូនអ្នកគ្នាចាថ្ងៃនេះផងដែរគឺធ្វើសម្លម្ជូរគ្រឿងសាច់គោបងប្អូនចាតើទៅមកពីវិធីធ្វើជាមួយខ្ញុំអ្នកគ្នាបងប្អូនចាជាដំបូងណាគឺខ្ញុំត្រូវមកដាក់ខ្ទិះដូងដើម្បីរំលីងឲ្យឈ្ងុយសិនអញ្ចឹងណាបងប្អូនអ្នកគ្នាចាការប៉ាត់ទៅគឺសម្លម្ជូរគ្រឿងហ្នឹងខ្ញុំត្រៀមយកទៅស្រុកគេបងប្អូនអ្នកគ្នាចាមានខ្ទិះដូងមានសាច់គោអញ្ចឹងណាចាហើយក៏មានគ្រឿងបុកហើយដែរអញ្ចឹងទៅដល់ស្រុកយើងត្រៀមថាទិញតែត្រកួនយកមកចាធ្វើជាបន្លែគឺជាការស្រេចហើយចាតែការប៉ាត់ទៅដោយសារទៅដល់ស្រុកទៅបងប្អូនគាត់យកមកហូបទៅចាអ្នកតិចទៅក៏សល់សាច់គោមួយដុំហ្នឹងចាដាក់ទៅដាក់មកសដោយមកវិញមកដល់ភ្នំពេញវិញអញ្ចឹងចាអញ្ចឹងមកដល់ភ្នំពេញវិញមានអីបងប្អូនអ្នកគ្នាដោយសារខ្ទិះដូងយើងមានស្រាប់ចាគ្រឿងខ្ញុំកិនហើយមានស្រាប់អញ្ចឹងទៅក៏ចាប់ដើមយកសាច់គោហ្នឹងចាយកមកធ្វើជាសម្លម្ជូរគ្រឿងនៅភ្នំពេញយ៉ាងពេញអញ្ចឹងណាបងប្អូនចាខ្ញុំរំលឹងគ្រឿងឲ្យឈ្ងុយហើយខ្ញុំដាក់ជាមួយនឹងខ្ទិះដូងចូលខ្ញុំដាក់ជាមួយនឹងប្រហុកសាច់ចូលចាគ្រឿងបុកពី3ស្លាបព្រានិងដុំស៊ុបខ្នុរចំនួន2ដុំហើយបន្តមកទៀតខ្ញុំបានថែមជាមួយនឹងស្ករត្នោតចាមួយស្លាបព្រាបាយហើយនឹងអំបិលចាបណ្ដប់20គ្រាប់អញ្ចឹងទៅបងប្អូនអរគ្នាចាដើម្បីឲ្យមានរសជាតិចាប្រៃល្មមដែលយើងចង់បានអញ្ចឹងណាបងប្អូនលីងគ្រឿងយើងឲ្យចូលជាតិចាលីងទៅលីងមកអញ្ចឹងទៅចាបន្តមកនេះបងប្អូនសាច់គោចាយកមកចាក់ចូលតែម្ដងមួយកូនចានហ្នឹងចាបន្តមកយើងលីងសាច់គោយើងហ្នឹងចាទៅមកឲ្យចូលជាតិតិចមកចាសាច់គោហ្នឹងផងដែរគឺជាសាច់ស្រួយផាក់ផុយបងប្អូនអរគ្នាគឺខ្ញុំអត់ចាំបាច់អីរមាស់យូរទេចាត្រឡប់ទៅត្រឡប់មកចាខ្ទិះដូងនៅសល់គឺខ្ញុំចាក់ចូលបន្ថែមអញ្ចឹងណាបងប្អូនចាបន្ថែមខ្ទិះដូងយើងចូលអញ្ចឹងទៅចាបន្តមកយើងកូរខ្ទិះដូងយើងនឹងឲ្យសព្វជាមួយគ្រឿងអញ្ចឹងទៅចាកូរទៅកូរមកអញ្ចឹងទៅហើយចាបន្តមកទៀតខ្ញុំយកទឹកអំពិលទុំយកមកដាក់ចូលតែម្ដងចាដោយសារខ្ញុំឈុំទឹកអំពិលទុំហើយអញ្ចឹងចាយកមកចាក់ចូលហើយបន្តមកទៀតខ្ញុំអេតបន្ថែមជាមួយនឹងទឹកសចាចំនួន2ចានគោមហ្នឹងចា2ចានគោមហ្នឹងចាគឺរៀងច្រើនដែរបងចាគឺមួយឆ្នាំហ្នឹងប្រហែលជា2ទៅ3ចានទេបងប្អូនគ្នាចាបន្ទាប់ពីខ្ញុំដាក់សម្លខ្ញុំឲ្យពុះខ្ញុំមកឆ្លៀតលាងត្រកួនចាបេះត្រកួនយើងឲ្យស្អាតចាត្រាំអំបិលរៀងចេញឲ្យស្អាតសម្អាតចាពីវិទឹកមកចាបន្ទាប់មកសម្លខ្ញុំពុះល្មមបងប្អូនចាយើងអត់រំងាស់យូរទេបើសិនជារំងាស់យូរធ្វើឲ្យសាច់របស់យើងទៅជាស្វិតវិញចាអញ្ចឹងខ្ញុំចាប់ផ្ដើមយកត្រកួនយើងយកមកដាក់ចូលចាដោយសារខ្ញុំចូលចិត្តត្រកួនរៀងច្រើនខ្ញុំដាក់ត្រកួន2ដុំបងប្អូនអរគ្នាចាអញ្ចឹងទៅមើលទៅឃើញត្រកួនរៀងច្រើនចាហើយម្យ៉ាងទៀតខ្ញុំគិតថាក្មួយឡើងពីខេត្តមកគាត់មកញ៉ាំបាយនៅផ្ទះផងតែគិតទៅគាត់អត់បញ៉ាំនៅទេចាគឺគាត់ញ៉ាំតាមផ្លូវហើយអញ្ចឹងណាបងប្អូនចាតោះមកនេះគឺខ្ញុំជុំត្រឡប់អញ្ចឹងទៅចាអញ្ចឹងទៅញ៉ាំបានព្រឹកផងល្ងាចផងរួចមួយពេលចាតើគុំរបស់ខ្ញុំគឺអត់ឲ្យឆ្អិនពេកទេបងប្អូនអ្នកគ្នាគឺយើងធ្វើតែមួយអំពុះទេចាដើម្បីឲ្យចាតើគួននៅស្រួយឆ្ងាញ់អញ្ចឹងណាបងប្អូនអ្នកគ្នាចានេះតើមកគឺតើគួនស្លម្ជូរគ្រឿងរបស់ខ្ញុំគឺឆ្អិនដែរចាអរគុណច្រើនសម្រាប់បងប្អូនអ្នកគ្នាចាដែលបានទស្សនាវីដេអូញ៉ាំចាស្លម្ជូរគ្រឿងតាំងពីដើមរហូតដល់ចប់ផងដែរចាអរគុណច្រើនជម្រាបលាចាជួបជាមួយវីដេអូខ្ញុំក្រោយៗទៀត